រស់នៅតែជាមួយឪពុកទេម្ដាយខ្ញុំគាត់រត់ចោលខ្ញុំបាត់ហើយអូម្ដាយរត់ចោលទៀតបាទចិត្តលើវិស័យគុណខ្មែរដើម្បីជួយគ្រួសារដើម្បីជួយគ្រួសារដល់យាយខ្ញុំគាត់ចាស់ចរិយាច្រើនដែរយាយចាស់ជរាបាទអាយុគាត់ប្រហែលហើយចឹងដូចជា8ដែរហើយ8ដែរហើយគាត់ថាគាត់ឈប់យកប្រពន្ធហើយគាត់សុខចិត្តនៅមួយកូនបងប្អូនម៉ាក់អ្នកចឹងបងប្អូន2នាក់ប្រុសនិង2ពេលឡើងប្រកួតហ្នឹងគាត់អត់ទាន់ដឹងទេតោះពេលឃើញកូនវាយគាត់ពេលហ្នឹងគាត់ទប់ចិត្តអត់បានបាទសួស្ដីអូនបាទសួស្ដីសុខសប្បាយអូនសុខសប្បាយសុខសប្បាយចាប់អារម្មណ៍ម៉ូតសក់ខាងក្លឹបលោកគ្រូគ្រីសុជាតែប្រជុំហើយខ្ញុំប្រជុំហើយអញ្ចឹងទៅយើងលៀបខាងខ្មៅវិញណាបាទអូខេអូនជាដំបូងមកសុំស្គាល់ឈ្មោះអូនឈ្មោះអីដែរបាទឈ្មោះខ្ញុំវាយឈ្មោះសុជាពន្លឺបាទហើយបងអូនអ្នកនៅរស់នៅភូមិណាខ្ញុំនៅភូមិស្វាយព្រៃឃុំសំដែកស្រុកធីខេត្តកំពង់ចាមបាទហើយវឹកហាត់នៅក្លឹបណាអូនហាត់រាល់ថ្ងៃនៅក្លឹបខេត្តត្បូងឃ្មុំគ្រុយសុជាអូខេគ្រូវឹកឈ្មោះគ្រុយសុជាបាទហើយសម្រាប់ការមកវឹកហាត់គុនខ្មែរយើងវឹកហាត់បានប្រហែលខែហើយខ្ញុំមកហាត់នេះតែបានកន្លះឆ្នាំឡើយតែបានកន្លះឆ្នាំបាទហើយសមត្ថភាពយើងឡើងប្រកួតបានប្រហែលដងហើយបាន27ដង27ដងបាទអូកន្លះឆ្នាំហើយយើងថាបានច្រើនបាទតែគ្រាន់តែយើងមកដល់បានមួយខែភ្លាមយើងបានឡើងសវៀនភ្លាមហើយចឹងបាទយើងមានថាលោកគ្រូឃើញសមត្ថភាពយើងមានបាទ27ដងធ្លាប់ប៉ះលំដាប់ណាខ្លះគេល្អគេល្អច្រើនដែរដូចអត់សូវចាំឈ្មោះណាម៉ាក់នេះទេបាទតំចូលហាត់ដែរហ្នឹងអូនហ្នឹងហើយមានបានឡើងប៉ុស្តិ៍នេះចឹងឡើងប៉ុស្តិ៍ថោនបានម្ដងហើយនឹង3ជាន់ម្ដងបាទអញ្ចឹងអស្ចារ្យនេះថាអ្នកខ្លាំងប្រចាំក្លឹបមួយហើយចឹងហើយសារនេះគឺយើងមកពីខេត្តត្បូងឃ្មុំយើងជិះឡានមកត្រូវហ៎មកដំណើរម៉ូតូខ្លួនឯងជិះម៉ូតូខ្លួនឯងចាក់សាំងអស់$5បាទមិន$5ចង្កា10រៀលហើយចេញមកម៉ោងប៉ុន្មានចេញមកពីនោះមកម៉ោង5ម៉ោង5បាទហើយសម្រាប់មកនេះគឺប្រហែលអ្នកអូនមក3នាក់អញ្ចឹងកីឡាករខាងក្លឹបលោកគ្រូគ្រីសុជាគឺមានចំនួន2អ្នកវាយថ្ងៃ4មួយថ្ងៃ5មួយបាទអញ្ចឹងឃើញថាមកចំនួន2នាក់ថ្ងៃ4មួយថ្ងៃ5មួយបងអូនវាយថ្ងៃទីប៉ុន្មានខ្ញុំវាយថ្ងៃទី4វាយថ្ងៃទី4បាទអញ្ចឹងបងប្អូនណាកុំភ្លេចគ្រប់គ្រងកីឡាករសុខជាពន្លឺផងឃើញថាមកពីខាងខេត្តត្បូងឃ្មុំអ្នករស់នៅខាងខេត្តកំពង់ចាមតែវឹកហាត់នៅខាងក្លឹបគ្រីសុជាស្នាដៃគុនខ្មែរហើយបងប្អូនអ្នកខេត្តកំពង់ចាមកុំភ្លេចឃើញវីដេអូនេះជួយ share ម្នាក់មួយផងជាពិសេសគឺបងប្អូនឪពុកម្ដាយអញ្ចឹងទៅការមកវឹកហាត់គុនខ្មែរគឺមានការបង្ខំឬក៏ចិត្តយើងស្រឡាញ់ឪពុកម្ដាយខ្ញុំហាមគាត់ទេនិយាយទៅខ្ញុំស្រឡាញ់យូរដែរខ្ញុំប្រហែលអាយុ4-10ឆ្នាំខ្ញុំស្រឡាញ់យូរតែខ្ញុំគាត់ខាត់ពេកដល់ពេលខ្ញុំមកធ្វើការនៅភ្នំពេញទៅខ្ញុំគោស្គាល់ពូខ្ញុំហ្នឹងគាត់ហាត់បណ្ដាលដែរបាទហើយក៏គាត់នាំទៅក្លឹបខាងត្បូងឃ្មុំហ្នឹងទៅបាទដល់ខ្ញុំហាត់ចូលហាត់ហ្នឹងពីម្ដាយដឹងអត់ឪពុកម្ដាយដឹងឪពុកម្ដាយឥឡូវគាត់ដឹងហើយគាត់អត់មានថាអីទេចូលពេលភ្លាមហ្នឹងគាត់ដឹងពេលឡើងប្រកួតហ្នឹងគាត់អត់ទាន់ដឹងទេតោះពេលឃើញកូនវាយគាត់ពេលហ្នឹងគាត់ទប់ចិត្តអត់បានទេទប់ចិត្តបានតែកូនឈឺបាទសុប្រាយគាត់ខ្លាំងមែនតើដល់ពេលយើងបានមកប្រកួតចឹងទៅគាត់ឃើញជាក់ស្ដែងចឹងទៅក៏ដឹងហាមគាត់មិនដែរគាត់លែងហាមគាត់ទៅគាត់ជំរុញលើកទឹកចិត្តកូនថែមបាទតែរាល់ថ្ងៃខ្ញុំរស់នៅតែជាមួយឪពុកទេម្ដាយខ្ញុំគាត់រត់ចោលខ្ញុំបាត់ហើយអូម្ដាយរត់ចោលទៀតបាទហើយនឹងនៅមួយយាយចាស់មួយដែរចាស់មួយទៀតបាទរាល់ថ្ងៃដាក់ចិត្តលើវិស័យគុនខ្មែរដើម្បីជួយគ្រួសារដល់យាយខ្ញុំគាត់ចាស់ចរិយាច្រើនដែរយាយចាស់ចរិយាបាទអាយុគាត់ប្រហែលហើយចឹងដូចជា8ដែរហើយអញ្ចឹងការដែលយើងអម្ដាយគាត់ទៅចោលយើងតាំងពីអាយុប្រហែលរត់ចោលតាំងពីអាយុ18ឆ្នាំ18ឆ្នាំឥឡូវគាត់មានតំណែងរយើងអីអត់ទេពីមុនគាត់តំណែងដែរតែឥឡូវគាត់ឈប់ហើយឈប់ហើយបាទតែឪពុកអត់មានគ្រួសារឪពុកគាត់ថាគាត់ឈប់យកប្រពន្ធហើយគាត់សុខចិត្តនៅមួយកូនបងប្អូនម៉ាក់អ្នកចឹងបងប្អូន2នាក់ប្រុសទាំង2បាទអញ្ចឹងអាចនិយាយបានថាបន្ទុកទាំងអស់គឺនៅលើឪពុកប្អូនជាមេគ្រួសារអញ្ចឹងប្អូនបានធំឡើងមានសាច់មានឈាមខិតខំប្រឹងប្រែងជាពិសេសគឺលើវិស័យគុនខ្មែរដើម្បីជួយគ្រួសារជួយលោកយាយដែលចាស់ជរាមានអីប្រាជ្ញាចិត្តទេអូនខ្ញុំបដិញ្ញាចិត្តថាខ្ញុំខំប្រឹងហាត់ខ្ញុំចង់បានពៀនចូលក្លឹបបាទ
បើសិនជាអាចឥឡូវនេះគឺយើង បើមានគេចាប់គួរឲ្យលេងពៀនខ្ញុំលេងបាន លេងបាន គីឡូ51 គីឡូ51 បាទ បើសិនជាម្ចាស់កម្មវិធីឬក៏អ្នកចាប់គូឃើញបងប្អូនប្រុសសុជាពន្លឺឃើញថាប្រវត្តិនៃគ្រួសារគឺកំសត់ណាស់បងប្អូនគឺម្ដាយគាត់រត់ចោលគាត់ប្រាប់អញ្ចឹងបងប្អូនហើយបើសិនជាអាចចាប់គូឲ្យគាត់បានប្រកួតខ្លះៗដើម្បីយកថវិកាជួយគ្រួសារសពថ្ងៃអត់ទាន់មានគ្រួសារដូចជាភរិយាអត់ទាន់មានទេ អត់មានទេ អាយុប៉ុន្មានអូន ខ្ញុំរាល់ថ្ងៃអាយុ21 21ឆ្នាំអញ្ចឹងមានន័យថាការផ្ដល់ឱកាសឲ្យឡើងលើសង្វៀនបងប្អូនជាក់ស្ដែងហើយគឺថាបងខំប្រឹងប្រែងមែនទែនបើសិនជាមានឱកាសនោះអានឹងជោគជ័យជួយគ្រួសាររបស់គាត់បងប្អូនជួយទាំងឪពុកម្ដាយជួយទាំងលោកយាយដែលចាស់ជរាបងជាចុងក្រោយបងមានអីអរគុណដល់ក្រុមហ៊ុន Cambodia ដែលបាន ខ្ញុំអរគុណគាត់ដែលបានជួយចាប់គួរខ្ញុំព្រោះអីខ្ញុំតាំងពីព្រាមមកតំបានមកប្រកួត ក៏បានមកប្រកួតទេហើយសង្ឃឹមថាអ្នកចំគូនឹងឃើញជាបន្តទៀតហើយជីវិតមនុស្សគឺតកតងនឹងការខិតខំប្រឹងប្រែងបើសិនជាយើងខិតខំប្រឹងប្រែងហើយយើងអត់បានឡើងលើសវិនច្រើនមិននឹងយើងមានកម្លាំងចិត្តទៀតអូខេអូនណាអរគុណជូនពរជោគជ័យអូន